trong niềm chỉ đẹp một to bên mà dương ní cứ miền Bắc sầm khănហើយកន្លែងនេះគឺជាឱកាសគឺសូមអបអរសាទរបាទចំពោះបងប្អូនរបស់យើងទាំងអស់ដែលបានទូនអាហារូបករណ៍ទាំងអស់នេះហើយយើងក៏គិតថាជាឱកាសដើម្បីជូនពរឲ្យបានជោគជ័យផងដែរទៅលើការខិតខំហើយរៀនតែចប់មកទាំងអស់គ្នាជាពិសេសគឺអាចវិលត្រឡប់មកចិត្តមាតុភូមិយើងវិញចូលរួមជួយទៅលើអ្វីដែលជាជំនាញរបស់យើងក្នុងផ្នែកនីមួយៗហើយសំខាន់ទៀតគឺជាអ្នកការទូតបាទនិយាយជារួមគឺតំណាងប្រទេសជាតិយើងហើយដើម្បីផ្សព្វផ្សាយនៅវប្បធម៌យើងអេរិយាបថរបស់យើងគឺសំខាន់វានឹងឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើងជាសង្គមផ្សព្វផ្សាយពីវប្បធម៌របស់យើងភាពច្បាស់លាស់ភាពជឿនលឿននៃសង្គមជាតិយើងភាពពិសេសរបស់ប្រវត្តិសាស្ត្ររបស់យើងហើយបញ្ហាផ្សេងៗទៀតដែលយើងបានឃើញហើយគឺពាក់ព័ន្ធនឹងកត្តាឈ្លានពានព្រំដែននេះទាំងអស់នេះគឺជាបញ្ហាប្រឈមជាក់ស្ដែងអញ្ចឹងចំណុចមួយដែលយើងអាចចូលរួមបានគឺយល់ពីរឿងហ្នឹងលើកបន្ថែមទៀតគ្រប់តួអង្គដែលត្រូវបច្ចេកគ្នាយើងកុំឲ្យសទៅជាខ្មៅខ្មៅទៅជាសអញ្ចឹងជាកាតព្វកិច្ចយើងជាសិស្សសានុសិស្សអ្នកស្រាវជ្រាវជំនាញអីក៏ដោយប៉ុន្តែយើងមានកាតព្វកិច្ចមួយជាប្រជាពលរដ្ឋខ្មែរម្នាក់ដើរតួនាទីតំណាងសង្គមជាតិយើងពីយើងចេញទៅក្រៅនេះអញ្ចឹងអ្វីដែលយើងនិយាយអ្វីដែលយើងសម្រេចចិត្តគឺវានឹងត្រូវឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងមួយហើយនឹងចូលរួមផ្ដល់នូវភាពយុត្តិធម៌មួយដល់សង្គមជាតិយើង2029យើងនឹងឈានទៅដល់ការgraduation ចេញពី LDC ហើយអញ្ចឹងដើម្បីឆ្លៀនដល់ការ graduation ហ្នឹងយើងបានជាមានបងប្អូនយើងបានដឹងខ្លះដែរគឺយើងមានសុចនាករច្រើនណាមាន3ធំទាំងសេដ្ឋកិច្ចទាំងរឿងធនធានមនុស្សបាទហើយទាំងរឿង structural reform របស់យើងមួយចំនួនដែលត្រូវមានភាពវិជ្ជមានហើយ UN ជាអ្នកវាយតម្លៃទៅដល់ពេលត្រូវ graduate ហើយបាទហើយយើងបានកសាងដល់ដំណាក់កាលហ្នឹងហើយអានេះជាចំណុចមួយយើងអាចនិយាយបានថាមោទនភាពរបស់យើងដែរយើងខំប្រឹងយូរឥឡូវយើងចាប់ផ្ដើមចូលដល់កម្រិតនៃប្រទេសអភិវឌ្ឍន៍ទៀតនេះកំពុងអភិវឌ្ឍន៍ហើយការងារទាំងអស់នេះគឺជឿទុកចិត្តទៅលើការដឹកនាំរបស់សម្ដេចមហាបវរធិបតីរបស់យើងបាទគឺលោកតែងតែយកចិត្តទុកដាក់ទៅលើអនាគតរបស់ប្រទេសជាតិអនាគតរបស់បងប្អូនរបស់យើងអនាគតរបស់ស្ថាប័នអនាគតរបស់រាជរដ្ឋាភិបាលការងារកំណែទម្រង់និងអភិបាលកិច្ចគឺជាការងារអតិភិបមួយសំខាន់របស់រាជរដ្ឋាភិបាលយើងបានឃើញហើយភាពបតិកលាគ្នារវាងអ្នកជំនាន់មុនអ្នកជំនាន់ក្រោយសម្ដេចតេជោធិបតីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏ដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតយើងបានឃើញហើយសារៈសំខាន់ទៅលើការទប់ស្កាត់នៅហានិភ័យមកលើសង្គមយើងនេះយើងត្រូវការដឹកនាំច្បាស់លាស់ហើយនឹងមានឆន្ទៈខ្ពស់បាទ